រូបមន្តធ្វើនំប៉័ងអាំងឆ្ងាញ់ជាមួយនឹងទឹកម៉ាយ៉ូណេសជូរផ្អែមមកបងប្អូនតោះទៅមើលរបៀបធ្វើទាំងអស់គ្នាជាដំបូងគឺយើងយកនំប៉័ងទៅអាំងបែបនេះឲ្យវាក្តៅអ៊ុនៗមកបងប្អូនណាឲ្យឡើងស្រួយហើយយើងយកឈើមកគីបបែបនេះមកបងប្អូនបញ្ជាក់បងប្អូនបន្តិចណាឈើគីបនេះគឺយើងមានផ្គត់ផ្គង់ដែលបងប្អូនបន្ទាប់មកគឺយើងយកប៊ឺពងមាន់ទៅបៀកពីលើវាណាបងប្អូនបៀកហើយគឺយើងដាក់សាច់ផាត់បន្ថែមពីលើហ្នឹងទាំងសងខាងទាំងពីរហ្នឹងណាបងប្អូនបន្ទាប់មកយើងដាក់ពោតដែលយើងបានរៀបចំហើយបងប្អូនដាក់ពោតហើយមកយើងវាយទឹកម៉ាយ៉ូណេសជូរផ្អែមដាក់ម្សៅបន្ទាប់មកយើងដាក់ទឹកម៉ាយ៉ូណេសជូរផ្អែមហើយនេះយើងដាក់ទឹកប៉េងប៉ោះបន្ថែមទៀតមកបងប្អូនបាទដាក់ទឹកប៉េងប៉ោះបន្ថែមទៀតណាដាក់ទឹកប៉េងប៉ោះហើយយើងអាចកាត់បានហើយបងប្អូននំប៉័ងយើងគឺរួចរាល់ហើយបងប្អូនត្រូវការឈុតណាបងប្អូនអាចកម្ម៉ង់បានហើយនឹងគ្រឿងផ្សំផ្សេងបងប្អូនជាពិសេសគឺយើងមានឈុតជាច្រើនដូចជាសេងវិចគីបសេងវិចស្រស់ឈុតពោតឈីកំពុងតែល្បីក៏មានដែរណាបងប្អូនអរគុណច្រើនសម្រាប់បងប្អូនទំនាក់ទំនងក៏ដូចជាអតិថិជន